ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពីពាក្យថា people អញ្ចឹងយើងនឹងចូលទៅសិក្សាឲ្យបានដឹងថា people អាចមានន័យដូចម៉េចខ្លះបាទអញ្ចឹងទីនេះបងប្អូនកលែកមើលមកទីនេះតែម្ដងគឺ definition definition មានន័យថាន័យរបស់ពាក្យឬក៏និយមន័យ plural of person អញ្ចឹងទីនេះ plural of person ទីនេះគឺ people ទីនេះវាជាពហុវចនៈរបស់ person ណាចាំបងប្អូនមើលមកប្រយោគឧទាហរណ៍តែម្ដងឧទាហរណ៍ទី1 people say it's impossible people say it's impossible មានន័យថាគេនិយាយថាវាមិនអាចទៅរួចណា impossible ហ្នឹងមានន័យថាមិនអាចទៅរួចបាទប្រយោគទី2 people like to share their opinions people like to share their opinions មានន័យថាមនុស្សចូលចិត្តចែករំលែកយោបល់របស់ពួកគេបាទប្រយោគទី3 many people travel overseas many people travel overseas មានន័យថាមនុស្សជាច្រើនធ្វើដំណើរទៅក្រៅប្រទេសណា overseas ទីនេះមានន័យថាក្រៅប្រទេសស្មើនឹងពាក្យ abroad ណាបាទអញ្ចឹងទីនេះ people ទីនេះគឺជាពហុវចនៈរបស់ person បាទអញ្ចឹងយើងឈានទៅមើលទៀតគឺមកដល់ people ទីនេះគឺថ្នាក់ពាក្យវាជាកិរិយាសព្ទឯងបងប្អូននិយមន័យរបស់វាគឺ to fill a place with people មានន័យថាឲ្យមនុស្សនឹងទៅរស់នៅកន្លែងណាមួយដើម្បីបំពេញកន្លែងនោះអញ្ចឹងវាអាចដើរតួជាកិរិយាសព្ទទៅនេះបងប្អូនបាទ people ទៅនេះអាចប្រែថារស់នៅអញ្ចឹងទៅហ្នឹងបងប្អូនមើលមកកាន់ប្រយោគឧទាហរណ៍នេះ they can people the new colony បាទ they can people the new colony មានន័យថាពួកគេអាចធ្វើឲ្យមនុស្សរស់នៅក្នុងអាណានិគមថ្មីណាបាទ colony colony ប្រែថាអាណានិគមបាទអញ្ចឹងមានន័យថាពួកគេអាចធ្វើឲ្យមនុស្សរស់នៅក្នុងអាណានិគមថ្មីអញ្ចឹងពាក្យថា people កន្លែងនេះមានន័យថាឲ្យមានមនុស្សរស់នៅប៉ុន្តែថ្នាក់ពាក្យវាជាកិរិយាសព្ទទេអញ្ចឹងណាតែបំពេញកន្លែងណាមួយអញ្ចឹងទៅអញ្ចឹងជាកិរិយាសព្ទបងប្អូនសម្គាល់ឡើងណាប្រយោគបន្តមកទៀត the villagers people the valley the villagers people the valley មានន័យថាអ្នកភូមិរស់នៅក្នុងជ្រលងភ្នំណា villagers ទីនេះប្រែថាអ្នកភូមិ people កន្លែងនេះមានន័យថារស់នៅ the valley the valley ទីនេះមានន័យថាជ្រលងភ្នំណាបាទអញ្ចឹងអ្នកភូមិរស់នៅក្នុងជ្រលងភ្នំប្រយោគទី3 we people the new village we people the new village មានន័យថាពួកយើងរស់នៅក្នុងភូមិថ្មីអញ្ចឹង people កន្លែងនេះមានន័យថា populate មានន័យថា live បាទប៉ុន្តែជាមនុស្សនៅតែម្ដងណាពួកយើងរស់នៅក្នុងភូមិថ្មីបាទយើងឈានទៅដល់ people មួយទៀតបងប្អូនមើលមកខាងទៅនេះ peoples គេថាអែមក peoples definition របស់វាគឺ many different nations many different nations បាទមានន័យថាជាតិសាសន៍នឹងផ្សេងគ្នាមានន័យថាវាជានាមវាជាពហុវចនៈហ្នឹងហើយប៉ុន្តែសំដៅទៅដល់អឺជាតិសាសន៍ផ្សេងគ្នាវប្បធម៌ផ្សេងគ្នាអីជាដើមណាបងប្អូនសម្គាល់កន្លែងហ្នឹងបាទអញ្ចឹងបងប្អូនមើលមកកាន់ប្រយោគឧទាហរណ៍តែម្ដង many peoples live in Asia many peoples live in Asia បាទមានន័យថាមនុស្សជាច្រើនរស់នៅក្នុងទ្វីបអាស៊ីណា Asia ទីនេះមានន័យទ្វីបអាស៊ីបាទប្រយោគទី2 The world has many different peoples the world has many different peoples
មានន័យថាពិភពលោកមានប្រជាជនខុសៗគ្នាជាច្រើនណាពិភពលោកមានប្រជាជនខុសៗគ្នាជាច្រើនបាទ has many different peoples ពីកន្លែងហ្នឹងបកបានមានប្រជាជនខុសៗគ្នាជាច្រើនអញ្ចឹងមានជាតិសាសន៍យើងមានជាតិសាសន៍គេវប្បធម៌ខុសគ្នាអញ្ចឹងទៅណាហ្នឹងមួយទៀត all peoples deserve peace and freedom all peoples deserve peace and freedom មានន័យថាមនុស្សគ្រប់គ្នាសមនឹងទទួលបានសន្តិភាពនិងសេរីភាពអញ្ចឹងបញ្ជាក់ជូនបងប្អូនទីនេះ peoples ខាងឯទីនេះគឺសំដៅដល់មនុស្សចម្រុះជាតិសាសន៍សំដៅដល់វប្បធម៌ផ្សេងគ្នាជាតិសាសន៍ផ្សេងគ្នាណាដូច្នេះថ្ងៃនេះបងប្អូនយើងសិក្សាអំពី people ហើយ people ក៏អាចដើរតួជាកិរិយាសព្ទមានន័យថារស់នៅ people ដែល as ទីនេះមានន័យថាចម្រុះជាតិសាសន៍អញ្ចឹងនៅក្នុងវីដេអូនេះយើងសិក្សាតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា